ok là nếu nhôm hiện là thằng Arcania pi là bìa per tool auto train là bởi auto white chamber từ 4 dương click le hero dương má hay tầm mới dương cho bị auto train nếu dương bạc tranh màn chẳng nữa hayต่อมาទៀតហ្នឹងគឺយើង set skill នៅក្នុង hero យើងសិនយើងចង់ប្រើ skill ណាខ្លះឥឡូវឧទាហរណ៍ខ្ញុំចង់ប្រើ skill នេះអញ្ចឹងខ្ញុំចុច skill នេះសិនហើយបើខ្ញុំចូលទៅក្នុងកម្មវិធីយកវា update នេះ update មកវា load ដែរបន្តមកទៀតខ្ញុំចង់ប្រើ skill នេះតមកខ្ញុំចូលទៅក្នុងកម្មវិធីខ្ញុំ update ទៀតអូខេតមកយើងធ្វើអញ្ចឹងដដែលដូចគ្នាមក skill ដែលយើងចង់ប្រើខ្ញុំយក skill មួយនេះយកពី update skill មួយនេះ update ទៀតអូខេពេលនេះខ្ញុំ set ហើយយើង tick កន្លែងនេះមក tick ទាំង4នេះមកដើម្បីវាប្រើ skill ហើយចំណែកនៅក្នុងនេះយើងយកពាក្យនេះគឺឲ្យតែ monster ហ្នឹងគឺវាវាយទាំងអស់ហ្មងវាវាយអត់ត្រង់មុខតែបើយើងយកអាកន្លែងនេះយើងយកពី update យើងយកទី4នេះណាអានេះគឺវាយតាមឈ្មោះ update អូខេអានេះឥឡូវវាចេញឈ្មោះហើយនេះ BC gear គឺនេះគឺ monster មួយនេះយើងចុចពាក្យ add មកហើយវានឹង load ចូលមកក្នុងនេះហើយបន្តមកទៀតយើង set number ខ្ញុំ set យក number កន្លែងនេះអញ្ចឹងយក update ណាខ្ញុំ set ឲ្យអ្នកនរគ្នាមើលឥឡូវខ្ញុំយក number កន្លែងនេះមួយ add តមកទៀតខ្ញុំយក number កន្លែងនេះមួយទៀត update add ទៅដែរខ្ញុំដាក់អញ្ចឹងហើយតមកយើង tick 2នេះផងខ្ញុំដាក់អញ្ចឹងដើម្បីអីដើម្បីកុំឲ្យវា error អញ្ចឹងពេលវាវាយអូតូគឺវាដើរទៅមកកន្លែងនេះអញ្ចឹងបើ server យើងកាំងមួយក៏ slow វាអត់ error ទេបើយើងអត់ដាក់អញ្ចឹង hero នៅស្ងៀមពេលខ្លះ error ពេលដែលយើងដាក់អញ្ចឹងហើយអស់យើង tick មក tick លើ hero យើង tick កន្លែងពាក្យ auto train នេះវាចាប់ដើមវាយ auto ហ្នឹងអូខេយើង set ឈ្មោះ monster ដើម្បីអីគឺដើម្បីកុំឲ្យពេលវាចេញអាកាភ្លើងមកបើយើងអត់ set ឈ្មោះទេវានឹងរត់ទៅវាយកាភ្លើងនិយាយទៅវាឃើញអីក៏វាវាយដែរតែបើយើង set អាឈ្មោះបិសាចណាអញ្ចឹងវាវាយតែបិសាចទេអូខេបន្តមកទៀតដើម្បី set ឲ្យវា C បកខ្លួនឯងហ្នឹងគឺយើងត្រូវប្រើកន្លែង follow click NPC នេះយើងបើកវាមកយើងចុចពាក្យ update កន្លែងនេះណាហើយយើងយកពាក្យនេះយើង tick មកហើយយើង tick កន្លែង follow click នេះមួយទៀតមកនេះវា pick up ហើយតមកទៀតយើង update កន្លែងនេះយើងត្រូវយកពាក្យ start ហើយយើង add មកយើង set ចឹងទៅលើក្រោយយើងមិនបាច់ set ម្ដងទៀតទេគឺវា auto ខ្លួនវាហើយអានេះដោយសារតែhero មួយនេះអត់ដែល set យើង set មក click នេះឃើញទេវាទៅវាយតទៀតហើយអញ្ចឹងវាដល់ state ក្រោយៗមកគឺវា pick up បក auto អញ្ចឹងហើយ